ពីអ្នកចម្បាំងដែលមាន bounty រហូតដល់10លានជាងតែលើធ្លាក់ខ្លួនមកធ្វើជាអ្នកចំការអញ្ចឹងនៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងមកលេងជាមួយនឹង game Grown Garden និយាយទៅវាមានមូលហេតុរបស់វាដោយសារតែ game នេះគឺវាផ្ទុះខ្លាំងមែនតើអ្នកទាំងអស់គ្នាដោយសារតែ game នេះគឺថាអ្នកលេងគឺខ្ទង់លានជារៀងរាល់ថ្ងៃតែម្ដងហើយពេលខ្លះគឺ load ចូល10លានផងដែរនិយាយទៅគឺវាសាហាវខ្លាំងមែនតើហើយខ្ញុំក៏បានធ្វើការផុសកន្លែង community របស់ខ្ញុំផងដែរគឺថាមានគ្នាយើងគឺឲ្យខ្ញុំលេង game ហ្នឹងច្រើនខ្លាំងមែនតើហើយខ្ញុំអត់រៀនច្រើនទេណាគ្នាអ្នកលេងច្រើនហើយក៏យើងធ្វើការមកសាកលេងអ្នកនរគ្នាថាតើ game នេះគេលេងម៉េចហើយវាមានអីគេពិសេសអញ្ចឹងមុននឹងចូលវីដេអូយើងសម្រាប់គ្នាដែលមកថ្មីបានជួយ subscribe ទេគឺជួយ subscribe ម្នាក់មួយផងអញ្ចឹងកុំឲ្យខាតពេលយូរតែយើងចូលក្នុងវីដេអូរបស់យើងទាំងអស់គ្នាអញ្ចឹងសម្រាប់ game នេះគឺខ្ញុំបានលេងខ្លះដែរនិយាយទៅគឺខ្ញុំបានកសាងកន្លែងរបស់ខ្ញុំដែរណានេះឃើញអញ្ចឹងយ៉ាតំណាំអស់នេះគឺសុទ្ធតែជាតំណាំដែលថ្លៃតែនេះថ្លៃជាងគេនៅក្នុងកន្លែងតំណាំរបស់ខ្ញុំគឺអានេះ15លានខ្ញុំទិញមកយ៉ាហើយវាលោបានថ្លៃដែរហើយខ្ញុំបានផ្លែច្រើនមែនទែនវាផ្លែដុំប៉ុណ្ណាណីអានេះហ្នឹងគឺដើមដំបងនេះយើងក៏បានផ្លែណាដែរយ៉ាហើយគឺ game នេះគឺការងាររបស់យើងគឺដាំតំណាំយ៉ាធ្វើស្រែចម្ការអ្នកទាំងអស់គ្នាយើងដាំតំណាំហើយយ៉ាពេលវាដោះយើងប្រមូលផលវាដើម្បីយកមកលក់យកលុយយើងយកលុយទៅទិញតំណាំមកថ្លៃជាងនឹងទៀតយ៉ាហ្នឹងគឺជាការងាររបស់យើងហ្នឹងឯងហើយក៏វាមានជាមួយនឹងសត្វផងដែរនិយាយទៅសត្វអស់នេះវាជួយទៅលើតំណាំរបស់យើងឲ្យវាកាន់តែធំហើយនឹងកាន់តែបានថ្លៃអញ្ចឹងខ្ញុំអត់សូវដឹងហ្មងទេដោយសារតែប្រឡែងណាស់គ្នាឥឡូវមេឃវាកំពុងតែភ្លៀងហើយគឺផ្គរលន់ខ្លាំងមែនតើហើយយើងធ្វើការមកបើកសុតទាំងអស់គ្នាថាវាបានអីគេខ្ញុំបើកសុតណាខ្ញុំចង់បានបានក្តាន់នេះអញ្ចឹងណាវាល្អអូខេបាន chicken ល្អអូខេ wait អូបានឆ្មាអូខេនេះអានេះតុនសាយអននេះអូខេចឹងអានេះជាសัตว์ដែលខ្ញុំដាក់យូរហើយឥឡូវខ្ញុំដកចេញខ្ញុំមិនដឹងថាពួកវាល្អឲ្យលើអីគេខ្លះហើយណាប៉ុន្តែឥឡូវខ្ញុំដាក់របស់ល្អរបស់វាកម្រទៅមុនហើយតែប៉ុណ្ណឹងខ្ញុំដាក់បានតែ3ឯសัตว์ក្រៅពីហ្នឹងទេយើងយកលក់ចេញទៅហ្នឹងហើយអូចេញសុតថ្មីវ៉េចេញសុតពណ៌ក្រហមពណ៌ខៀវឲ្យមកបែរណាខ្ញុំអត់ដែរបានវិញនេះថ្លៃអត់អូអានេះសុតកម្រ3លានខ្ញុំខ្វះលុយតិចទៀតអូអត់អីកន្លះម៉ោងនេះវាដងអូអានេះ rare អានេះគេអានេះ legend អូខេចាំតានេះ3លានយើងលុយចិត្តគ្រប់ហើយអូខេឥឡូវយើងលក់សัตว์របស់យើងនៅសល់លុយខ្ញុំចិត្ត3លានហើយខ្ញុំទិញ legend វិញណាបងប្អូនចាំទិញ legend សល់លុយទិញ rare ខ្ញុំទៅមើល stock បន្តិចសិនខ្ញុំទៅមើល stock និយាយទៅអានេះគឺសុទ្ធតែជាតំណាំដែលយើងត្រូវទិញយកមកដាំនិយាយទៅប្រភេទពួកនៅលើនេះអត់សូវល្អទេតែបើយើង level តូចអីស្រាប់ដាំមកដាក់សិនណាយាអ្នកអាពួកក្រមអស់នេះសុទ្ធតែគីឡូប្រូហើយខ្ញុំអត់ស្គាល់ដល់mấyក្លាទេបាទគឺមើលរូបរាងយើងដឹងហីអានេះផ្សិតអានេះមកតេះអីចឹងទៅយ៉ាអានេះទាំងបញ្ជូហើយកន្លែងនេះគឺជាកន្លែងដែលយើងលក់យើងប្រមូលផលហើយយើងលក់តំណាំយើងអញ្ចឹងណាមិញខ្ញុំបានអាស័យយ៉ាអញ្ចឹងខ្ញុំយកអាស័យយកមករៀបវាសិនអូខេដាក់វាស្អាតមកអានេះខ្ញុំដាំស្អាតតែអាពួកនេះខ្ញុំដាំមានអានេះ strawberry ម្ជួរ blueberry ម្ជួរហើយអានេះ tomato ម្ជួរអញ្ចឹងទៅយ៉ាអានេះសុទ្ធតែដាំដំបងយ៉ាខ្ញុំដាំទៅពីទេតែយើងទុកវាអញ្ចឹងទៅអានេះផលនេះបានធំអានេះបានធំជាងគេនេះអានេះមកគ្រាប់ដែរនេះយកផ្លែនេះមកអូខេបាទប៉ុណ្ណឹងយើងយកទៅលក់មកនេះជីកចេញអានេះអត់ស្អាតខ្ញុំជីកចេញយើងលក់ទាំងអស់នៅក្នុង inventory យើងបានអូខេបានមួយសែនជាងអត់តន់គ្រប់ទៀតមកគ្រាប់ពីរគ្រាប់មកដាំយូរតែវាអស់ត្រឹមហ្នឹងយកផ្លែដូងមិញបាត់ wait ទៅយកអាផ្លែដូងមិញបាត់សាមក៏ទៅបេះអាដូងធំទៅបាត់មើលមួយផ្លែហ្នឹងលក់បានមែនយ៉ាងណាគង់លក់អណ្ដាលគាត់ថា check មើលមកគ្រាប់ហ្នឹងសិន10000ហ្នឹង bro អូខេ3លានល្មមប៉ុណ្្នឹងបានហើយឥឡូវយើងដើរទៅទិញស៊ុបបន្តិចសិនយើងអាចមើលបានអានេះគឺប្រភេទនេះវាងាយបានទេនេះអានេះកម្របានដើរក៏បានដែរតោះអូខេតោះយើងយកមកដាំវានៅក្នុងសួនផ្ការបស់យើងមកង4ម៉ោងអូខេមិនបាច់ទេចាំឲ្យចេញចូលថាម៉េចក៏បានមើល stock មើលដូចជាអូខេអូ nice ចាស្ទៃថែខ្ញុំមកអូមែនអស់លុយនឹងមានអីលក់ទៀតទេបើអស់លក់រួយអានេះយើងទុកអាស័យនេះសម្រាប់ឡើងតានេះវាកកលក់ខ្លះហើយត្រូវការលុយអូខេ80000ខ្ញុំយកលុយទៅទិញអាស័យអូ what is this តពាំងបញ្ជូចាញ់ធ្វើម៉េច8សែនអត់ទេណាអាហ្នឹងកម្រប្រមូលផលនេះសិនតើអត់ទេទិញគ្រាន់តែទិញសុទ្ធមកគ្រាប់ដាច់លុយប្រហែលបានប៉ុណ្ណាយកប៉ុណ្ណឹងនេះយើងប្រមូលផលតូចពីវាមកពេញប៉ោះប៉ុណ្ណានេះអូខេគាត់យើងសំខាន់តែការលុយសិនដឹងគ្រប់អត់ទេចាប់ហើយខ្ញុំអត់គ្រប់ផងខ្ញុំអត់ចង់លក់អាធំនេះអ្នកទាំងអស់គ្នាអត់ដាញ់ចិត្តលក់ទេអានេះវាមានតែមួយហ្នឹងផងលក់មកនេះយកលក់ចាំជាងក្រោយទេកំពុងបាក់ចង់ទៅទិញអា strawberry នោះអាហ្នឹងវាអត់ងាយចេញទេអ្នកទាំងអស់គ្នា
3សែនដែរអូនៅតែមិនគ្រប់អូមើលទៅមិនតាន់ទេណាខ្វះមួយចំនួនធំទៀតเนาะខ្ញុំមិនដឹងទៅរកផលណាទេដកស្អីលក់សិនណាដកស្អីលក់សិនណាហើយគេថានេះជានោះអើយមិនគ្រប់ទេតាអត់គ្រប់ទេណានេះហើយសល់ប្រហែលទីទៀតហ្នឹងខ្ញុំតែអស័យវិញ30ទិញទៅសុទ្ធមួយលេងមានលុយតែអូខេហើយយើងដាំយកផលសាថ្មីអូខេយើងទិញទៅដល់តែយើងឥឡូវក្រតាណាមអីឥឡូវខ្ញុំគិតថាដាំនៅនេះទៅ strawberry blueberry នេះគឺប្រមូលផលបានច្រើនណាស់បាទប៉ុន្តែបាច់និយាយទេគឺយើងលក់មិនសូវបានថ្លៃទេនិយាយទៅខ្ញុំអាចទិញដំណាំនៅផ្នែកខាងនេះមួយទៀតនេះអូគេបាត់ហើយអូខេនេះបាទហើយ yes ខ្ញុំត្រូវការហ្នឹងដល់អត់ទេអូតាមនេះផ្លែដូងហើយផ្លែនេះអូខេមួយទៀតខ្ញុំដាក់នៅដើមត្បូងយ៉ាក់របស់ខ្ញុំដាក់នេះចាំស្តុកដំទីមក yes គឺវាបានរបស់ល្អហើយនេះ dragon fruit សកានេះឯនេះអានេះផ្សិតជុំផ្សិតច្រើនដែរតែអូអត់អីចាំអត់សោះ3ទីទៀតយើងប្រមូលផលហើយមកតេសប្រមូលផលហើយទាំងអស់ដើមនេះយើងប្រមូលអស់មកដងយើង3 4ផ្លែប្រមូលមកសាំបរោខ្ញុំយកអានេះអត់បានវាចាំតិចអូខេហើយទេចឹងមកខ្ញុំចង់ទិញផ្សិតថែមតើបានរបស់ខ្ញុំលក់បានប្រហែលអូខេ2សែនក៏បានដែរអានេះលក់បានហ្នឹងមួយបានតិចទៀតហើយតែមកផ្លែទៀតមើលលក់អពណ៌មាសនេះមកដើមមកដូចប៉ាក់ពេក Come on how much អូខេប៉ុណ្ណឹងក៏បានដែរទិញបានមួយផ្លែទៀតអូខេយើងទិញបានតែប៉ុណ្្នឹងទេយើងមានលទ្ធភាពតែប៉ុណ្្នឹងទេអូខេយើងបានផ្សិតមក6អូខេឥឡូវខ្ញុំរះទីតាំងដាំទីសិនអានេះខ្ញុំដាំតាពីទេផ្សិតដូចជាដោះបានធំអ្នកទាំងអស់នេះអូខេឥឡូវខ្ញុំដាំនៅផ្នែកខាងក្រោយនេះចឹងអូខេអានេះ dragon យើងដាំតាពីទេអានោះយើងដាក់នេះទៅតែប៉ុណ្្នឹងមកអូខេផ្លែប៉ោមមេយ៉ាដោះបានស្អាតមែនទែនអូខេវាផ្សិតតែអូយើងដាក់នេះវាជន់គ្នាពេកចឹងអត់ដែរដាក់អញ្ចឹងយើងរកកន្លែងឡើងបានបងខ្ញុំវាលេងយូរហើយតំណាំរបស់វាគឺគីឡូប្រូរ៉ែម្ដងបាទឲ្យទៅគ្រាប់សដែកមកខ្ញុំឆែកមើលមកសដែកលក់បានប្រហែល What មកសដែក1លានជិត2លាន Yo អូនេះបានហើយធំជាងគេនេះអូអូខេមកយើងលក់បានប្រហែលប្រហែលដែរបាទប្រហែលចូល20លានដល់13លាន Yo នេះគេ phone នេះវាតុបតែងស្អាតវាមានផ្លែស្វាយអីដាក់អញ្ចឹងវាមានច្រកចូលអញ្ចឹងណាអូ watermelon របស់យើងបានមាសមកគ្រាប់មើលអាមាសអញ្ចឹងលក់បានថ្លៃដល់វាលក់អាលើសអាផ្លែធម្មតា not bad Wait you give me Yo what អូអាហ្នឹងទៀតអីអាស្ដាយហ្នឹងលក់បានថ្លៃណាហុយអា7000ទៀត Bro thanks ជុំតិចថ្លៃជាបងខ្ញុំវាឲ្យមិញលបាក់ខ្ទង់លានអានេះមែន11លានណា bro 20លានបាទ26លានអូយើងអ្នកមានបាទហើយអ្នកមានបាទហើយប៉ុណ្ណេះអូខេ thank you so much bro 4 3 2 1 so okay មក let me see okay what is it oh wait pay ហេល្អអត់តែដឹងតែវាគ្រាន់តែវាល្អអូខេតែមិនដឹងកម្រិតទីម៉ានខ្ញុំភ្លេចបាទហើយអូខេអញ្ចឹងខ្ញុំដកchicken ចេញភេកចេញហើយខ្ញុំដាក់ជាមួយនឹងសត្វភេអូខេញ៉ាំដល់វាជួយអីគេទេអូខេហើយតំណាំខ្ញុំក៏ដោះបានផលច្រើនហើយថ្មីទៀតហើយ Thank you bro wait អត់ច្រើនមែនអត់ស្អីអីគេនេះ Star fruit អូខេ thank you so much កាប់សេរីអ្នកទាំងអស់នេះមកផ្លែបានសតតែខ្ទង់1សែន2សែនខ្ទង់លានប៉ុណ្ណេះបានជិត3លានអូ bro អី chill bro yo wait គាត់ឲ្យអានេះមកសតតែល្អអានេះកាយដីសត្វកាយដីនេះអត់ដឹងឈ្មោះស្អីទៀតណាអានេះនិយាយទៅសត្វច្រើនមែនទេអាហ្នឹងល្អជាងមែនខ្ញុំប៉ុន្តែបើមើលបងខ្ញុំវាប្រើពួកហ្នឹងដែរ
និយាយឲ្យទៅវាជួយតំណាំណាហើយវាជួយតំណាំបានបន្តទៅទៀតគឺអែមអូខេអ្នកគ្នាអញ្ចឹងវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេនិយាយទៅ game នេះគឺវាសប្បាយមួយយ៉ាងដែរគ្រាន់តែ Block Fruit the best ជាង but anyway បើវីដេអូនេះទទួលបានការគាំទ្រច្រើនខ្ញុំក៏ធ្វើភាគតផងដែរបាទអញ្ចឹងវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាពីដើមដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ